ថ្ងៃហ្នឹងចុះត្រជាក់ខ្លាំងណាបងប្អូននៅសល់តែ9អង្សាសេហើយត្រូវបោកខោអាវនៅព្រែកអញ្ចឹងទៀតបងប្អូននៅញាក់សាច់ហ្មងខ្ញុំមករៀងថ្ងៃណាបើយាយគាត់មកតាំងពីព្រលឹមឥឡូវគាត់ឡើងបោកខោអាវហើយទៀតខ្ញុំនៅវិញគឺចាញ់ល្ងាខ្លាំងមែនតើបងប្អូនគឺប៉ះទឹកត្រជាក់បន្តិចគឺដៃឡើងចង់ហើមហើយកំពុងតែអង្គុយបោកខោអាវប្តីខ្ញុំគាត់មកពីធ្វើការវិញបាត់ខ្ញុំមកសួរម៉ែក្មេកទៅថាខ្ញុំមកបោកខោអាវនៅឡាញព្រែកហ្នឹងមកដល់ស្ដីឲ្យភ្លាមគាត់ថាខ្ញុំខ្លាចត្រជាក់មកបោកខោអាវទៅខោអាវហ្នឹងគឺបោកនឹងម៉ាស៊ីនទេបងប្អូនហើយមិនសូវជាមកបោកអីនឹងព្រែកចេះទេតែនេះគឺដោយសារតែកូនខ្ញុំ2នាក់ថ្ងៃសៅរ៍ថ្ងៃអាទិត្យនោះតែបលេងចោលមួយថ្ងៃមានណាគាត់ទៅតាមតារបស់គាត់ទៅជីកដលងបងប្អូនហើយមកវិញនិយាយវាថា2នាក់នឹងខោអាវគ្រាន់តែដីជាប់អាវចង់1គីឡូអញ្ចឹងអីចង់យកទៅក្បត់ចោលតែយាយគាត់ឃើញតន់គាត់ថាកុំក្បត់ចោលហើយទុកគាត់យកមកបោកតែខ្ញុំឃើញដៃយាយឡើងហើមហើយព្រោះគាត់ធ្វើម្ហូបមួយថ្ងៃហ្នឹងគឺប៉ះទឹករហូតដល់ពេលចឹងហើយនិតគាត់ក៏ខ្ញុំថាជួយយកមកបោកជំនួសគាត់ទៅឥឡូវប្តីមកជួយបោកតបានឆ្លៀតពេលប្តីបានជួយបោកខោអាវអញ្ចឹងហើយគឺខ្ញុំនាំបងប្អូនដល់គ្នាមកមើលទេសភាពនៅក្នុងព្រែកហ្នឹងតែម្ដងបាត់តឥឡូវហ្នឹងគឺខែត្រជាក់ណាបងប្អូនប៉ុន្តែទឹកគឺថ្លាយ៉ងតែម្ដងហ្នឹងខែត្រជាក់ណាបើខែក្តៅដឹងតែចុះលេងទៀតដែរដឹងតែចុះរាវខ្ចៅរាវខ្យងរាវក្រុមពេញតែឥឡូវខែត្រជាក់កុំថាឡើយចុះលេងបងប្អូនឯងគ្រាន់តែឈរនៅចិត្តហ្នឹងក៏ទឹកចំហាយជះមកគឺល្ងាខ្លាំងមែនតើឥឡូវខែត្រជាក់ណាបងប្អូនអត់ឃើញមនុស្សមកបោកខោអាវបើសិនជាខែក្តៅវិញគឺមកទាំងជួរទោះជាសប្តាហ៍ថ្ងៃហ្នឹងគឺមកផ្ទះគឺមានម៉ាស៊ីនបោកខោអាវរៀងខ្លួនក៏ដោយក៏នៅតែជាច្រើនគឺចាស់ខោអាវដែលគាត់ទៅប្រឡាក់ខ្លាំងអញ្ចឹងគឺគេអត់បោកនឹងម៉ាស៊ីនទេគេយកបោកនឹងដៃដូចពួកខ្ញុំអញ្ចឹងណាបោកនឹងដៃហើយបានយកទៅដាក់ម៉ាស៊ីនមកតង់ទៀតហើយឥឡូវហ្នឹងខោអាវដែលកូនខ្ញុំប្រឡាក់ហ្នឹងគឺបោកហើយដល់ផ្ទះឃើញយាយកំពុងតែច្របាច់មកមិនច្របាច់អីទេបងប្អូនគាត់ធ្វើគេហៅស្អីគេនំប៉ាយថាធ្វើនំប៉ាវមួយដៃគាត់ឡើងហើមអស់ហើយមករយៈពេលហ្នឹងទៅជាក់ពេកហើយយាយចូលធ្វើម្ហូបរហូតខ្ញុំអត់សូវបានចូលធ្វើទេរួមខ្ញុំចូលចក្រានលុះត្រាតែខ្ញុំនឹកឃើញចង់ហូបម្ហូបខ្មែរអញ្ចឹងទៅគាត់ធ្វើអត់កើតអញ្ចឹងខ្ញុំចូលតែប្រថាម្ហូបចិនភាគច្រើនតែយាយទេអ្នកធ្វើហើយនេះដឹងគាត់ធ្វើអីគាត់ទេនំប៉ាវគាត់ស្នូលផ្អែមមានបងខ្លះគឺគាត់ខមមិននៅក្រោមវីដេអូរបស់ខ្ញុំគាត់សួរថាបើល្ងាខ្លាំងអញ្ចឹងតើមួយថ្ងៃងូតទឹកម្ដងអញ្ចឹងណាក្មេងៗដូចពួកខ្ញុំសុខភាពនៅល្អអញ្ចឹងភាគច្រើនងូត2ថ្ងៃអីងូតទឹកម្ដងតែបើសម្រាប់ចាស់នៅស្រុកនេះវិញបងប្អូនអ្នកខ្លះគឺមួយអាទិត្យបានងូតទឹកម្ដងខ្ញុំនិយាយអញ្ចឹងបងប្អូនថាចុះមិនធំក្លិនខ្លួនអីងាប់ហីអត់ទេបងប្អូនខ្ញុំនិយាយតែរឿងងូតទឹកប៉ុន្តែបើជូតខ្លួនគឺគាត់ធ្វើជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹកហើយហ្នឹងគឺប្តីរបស់ខ្ញុំពពួលនាំទៅទទួលកូនចង់ដឹងថាចាំមើលតកូនឃើញខ្ញុំតើទឹកមុខរបស់គាត់មិនដែរព្រោះរិសាខ្ញុំអត់សូវបានមកទទួលគាត់ទេភាកច្រើនគឺប្តីរបស់ខ្ញុំគាត់មកទទួលតែថ្ងៃហ្នឹងគាត់ណាភ្ញាក់ប្តីភ្លាមគឺគេថាម៉ាក់ថ្ងៃហ្នឹងមកទទួលគេដោយសារថ្ងៃហ្នឹងគេប្រឡងច្រៀងរាំហ្មងតែមកដល់ឃើញខ្ញុំភ្លាមគឺថាទឹកមុខគឺដូចជាមិនសូវជាស្រួលអីហ្មងទេតែខ្ញុំអត់តន់ហ៊ានសួរទេខ្ញុំប្រាប់ប្តីខ្ញុំសង្ស័យតែប្រឡងចាញ់គេបានតែមុខដូចជាមិនសូវជាស្រស់ស្រាយហ្មងទេនាំទៅបញ្ចូលធម្មពលសិនគ្រាន់តែមកដល់ភ្លាមខ្ញុំនាំទៅកន្លែងទិញនំប៉័ងព្រោះដោយសារគាត់ចូលចិត្តហូបនំប៉័ងយីប៉ែនឹងធ្វើណាព្រោះដោយសារយីប៉ែលក់នំប៉័ងនឹងគាត់ធ្វើទៅគឺត្រូវចិត្តជាឧស្សាហ៍នំប៉័ងរបស់គាត់ពណ៌ស្ករហ្នឹងគឺកូនខ្ញុំគាត់ចូលចិត្តញ៉ាំខ្ញុំប្រាប់ឯណាខ្ញុំថាយាយនៅផ្ទះធ្វើនំប៉័ងនឹងដែរប៉ុន្តែកូនខ្ញុំគាត់ថាគាត់ចង់ញ៉ាំអាពណ៌ស្ករហ្នឹងអញ្ចឹងណាហើយយាយគាត់ធ្វើនំពណ៌សអញ្ចឹងហើយគឺអូខេទិញឲ្យគាត់មួយទៅព្រោះមើលទឹកមុខដូចជាមិនសូវយស្រួលដែរទិញអានំប៉័ងនឹងមកថងហើយនឹងឆ្លៀតទាស្អីគេក៏ហៅនំប៉័ងធ្វើពីពោតនេះទៀតតែអាហ្នឹងមើលទៅទឹកមុខដូចជាមិនសូវស្រួលអញ្ចឹងហើយគឺតាមចិត្តគាត់បន្តិចទៅពូគាត់មិនសូវជាទាមកណែប្រហែលថ្ងៃហ្នឹងរៀងហេវមកពីសាលាមើលទៅអញ្ចឹងហើយគឺថាកូនទាអីគឺទិញនឹងឲ្យគាត់ហូបតែម្ដងកុំឲ្យអន់ចិត្តស្មានអត់តហ៊ានសួរសង្ស័យតែប្រឡងចាញ់គេហ្មងគាត់តែឃើញមុខខ្ញុំគឺថាតម្លាក់ទឹកមុខចុះហ្មងណាតែគាត់គាត់ថាចេញមកបាននំប៉័ងអានំប៉័ងដែលគាត់ចូលចិត្តហូបនេះគេហូបមួយក៏ទុកឲ្យបងគេមួយនិយាយទៅកូនខ្ញុំមីអូនឲ្យតែគាត់បានអីហូបគឺគាត់ដឹងតែចែកទុកចែកបងគាត់មកចំណិតនិយាយរួមទៅមួយម៉ាត់ក៏គាត់ទុកពាក់កណ្ដាលឲ្យដែរជិះម៉ូតូមកវិញបងប្អូនអើយមើលតំណាប់តឡងគឺគេលក់ពេញផ្សារហ្នឹងតែម្ដងហ្នឹងគឺចាប់ផ្ដើមចូលហាយជាមួយនឹងតំណាប់តឡងហើយចូលដល់ខែហ្នឹងតូបណាគឺដូចតូបណាអញ្ចឹងគឺលក់ភាគច្រើនគឺតំណាប់តឡងហ្នឹងតែម្ដងដល់ផ្ទះឃើញតាអង្គុយរស់សណ្ដែកសួរគាត់ធ្វើអីគាត់ថាស្អែកគាត់ចង់ធ្វើតៅហ៊ូអញ្ចឹងណាចាំមើលស្អែកគឺខ្ញុំថតពីលៀបធ្វើតៅហ៊ូថានៅនេះគេធ្វើតៅហ៊ូកុំតែបាន skinny ជួយទប់ទល់កុំអីគីឡូរបស់ខ្ញុំគឺដឹងតែឡើងតែម្ដង skinny បងប្អូនគឺជាប្រភេទសម្រក់គ្រាប់ធញ្ញជាតិដែលជួយសម្រួលទៅដល់ការបន្តបងសម្រួលដល់សម្ពាធវ័យដែលសំខាន់ skinny គឺជាប្រភេទសម្រក់មួយយ៉ាងដែលធ្វើឲ្យយើងស្រក់គីឡូបែបធម្មជាតិស្រក់ម្ដងតិចដោយអត់ដឹងខ្លួនជាពិសេស skinny គឺជួយទៅដុត
จิตคลันได้ในขนมครัวเยอะโดยเฉพาะในกระไรตรงกระบาดปูดำได้กระไรเพลย์ได้กระไรน้ำมีคลันชั้นคือตัวจุดดัดในกระไรนั่งคือมีกรอบจำนวนตุยแบบนี้บางคนเอาขี้ให้ขนมมาติดบ่เวียคือมีดาวเตอร์30กรอบได้เฟยยังอาจยำมาหดดาวเตอร์มาคายแต่จนเพชรชั้นคือตายแต่สุดท้ายสกินนี้คือยำเปลหน้าบางคนสกินนี้คือยำเปลยกมุนเปลโจเกยำตรำตามากรอบจมูกนึกกระไรอดอ้นคือจีการสต็อกในขมาเลยนั่นคือมีสต็อกบางคนอาจเฟกากระมองบ้านนะบางคนเอาขี้พอตปิใบเลยเงี้ยให้เลยยังมาดักนมปังบ่ยังมาตองเตียดบางคนเคยยอดคือไม่ขมินมกดเหยียดเขาเตะบ่เส้นจีนยำอัดหอบใบเลยเงี้ยให้คือโกนย้อมคือกดอัดหอบใบเตะกดหอบเดินหอบแต่นมปังแต่บ่กดหอบใบเลยเงี้ยให้จังคือนมปังมาจอนเตียดจังนะหางมือเบอร์บอกเกคือช่วยกลางเวนเตนอยู่หัวเตอร์บางคนรู้จิตได้ยังทลอบหอบในขมายจังอ่ะคือเดี๋ยวไปยังคานหอบอยู่ก็ยังมีรำทันนักหลักจังหอบกลางเวนเตนให้โกนบ่ยมก็กดโจจัดยำได้